ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ហើយសារព័ត៌មានថៃនៅថ្ងៃនេះរាយការណ៍ច្រើនខៅសូតក៏បានរាយការណ៍ច្រើនដែរប៉ុន្តែខ្ញុំសូមដកសង The Nation ពីព្រោះអីខ្ញុំដឹងថានៅប្រទេសកម្ពុជាគឺ Nation បានកកប៉ុនហ្នឹងគឺទៅថៃបិទអត់ឲ្យប្រជាពលរដ្ឋនៅទីនោះអានបានទេបាទទៅប្រើ VPN បានអាចអានបានចឹងខ្ញុំសូមដកស្រង់ពីខាងពីគីថៃគឺកាសែត The Nation នោះរាយការណ៍វែងមែនតើប៉ុន្តែខ្ញុំសូមដកសងចំណុចសំខាន់នេះសង្ខេបចំណុចសំខាន់ដែលខាង The Nation ក៏ដកសងមកផ្សាយណាបាទខ្លឹមសាររួមគឺថៃក៏ប្រកែកនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីអំពីចំនួនរវាងកម្ពុជាហើយនិងថៃនេះបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បានឲ្យដឹងថាគឺនៅថ្ងៃទី1ខែសីហាឆ្នាំ2026ក្រសួងការបរទេសរបស់ថៃបានចេញសេចក្តីបំភ្លឺច្រានចោលសេចក្តីថ្លែងការណ៍ពេលបញ្ចប់បេសកកម្មរបស់លោក Tom Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាចំណុចសំខាន់ដែលក្រសួងការបរទេសរបស់ថៃបានលើកឡើងនោះគឺមានដូចជាចំណុចទី1បាទគឺថៃគាត់បកស្រាយពន្យល់អំពីមូលហេតុនៃចំនួននេះបាទដោយថៃគាត់បដិសេធថាខ្លួនមិនមែនជាអ្នកចាប់ផ្ដើមចំនួនទេបាទដោយចោទប្រកាន់ថាស្ថានភាពហ្នឹងកាន់តែតានតឹងគឺបណ្ដាលមកពីការដែលកម្ពុជាវាយប្រហារដោយគ្មានការរើសអើងទៅលើតំបន់ស៊ីវិលនៅក្នុងប្រទេសថៃបាទនេះជាចំណុចទី1ដែលខាងក្រសួងការបរទេសថៃបានលើកឡើងណាបាទគាត់ចឹងគាត់ចោទកម្ពុជាថាមកពីកម្ពុជាវាយប្រហារគាត់ទេបាទជាពិសេសទៅលើតំបន់ស៊ីវិលរបស់គាត់ហើយចំណុចទី2នៃការថ្លែងរបស់ខាងក្រសួងការបរទេសរបស់ថៃហ្នឹងគឺគាត់បដិសេធតួលេខដែលលោក Tom Andrew បានលើកឡើងថាមានជនភៀសសឹករហូតដល់65,000នាក់នៅខាងភាគីកម្ពុជាដោយគាត់ថាតួលេខនេះគឺដោយបញ្ចូលទាំងជនជាតិខ្មែរដែលបានរស់នៅទៅលើទឹកដីថៃនោះតាំងពីចុងទសវត្សរ៍1970បាទគឺបាននៅតែ79 881ឯមកហ្នឹងគឺគាត់ថាពេលហ្នឹងគឺពេលជាពេលដែលថៃបើកជំរំដើម្បីជាកន្លែងជំរកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋកម្ពុជាដើម្បីជាជំនួយមនុស្សធម៌ហើយគាត់ថាពួកអ្នកភេសកទាំងអស់នោះគឺមិនបានវិលត្រឡប់មកប្រទេសកម្ពុជាវិញទេបើទោះបីជាពេលសង្គ្រាមបញ្ចប់ស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ហើយក៏ដោយហើយខាងថៃនឹងតវ៉ាជាផ្លូវការច្រើនក៏ដោយគឺកម្ពុជាមិនបានទទួលយកអ្នកទាំងនោះត្រឡប់មកវិញទេដូច្នេះថៃសម្រាប់ភាគីថៃក៏ថាគាត់ចោទអ្នកទាំងនោះថាជាអ្នកទន្ទ្រានដីថៃមិនមែនជាជនភៀសសឹកនៅក្នុងប្រទេសនោះទេឃើញទេបាទអញ្ចឹងគាត់លើកឡើងឲ្យនិយមន័យប្រជាពលរដ្ឋខ្លះដែលភៀសមកវិញហ្នឹងគឺជាអ្នកដែលទៅទន្ទ្រានដីរបស់គាត់ហើយចំណុចទី3ដែលថៃគាត់បានលើកឡើងហ្នឹងគឺគាត់ថាបើស្ដីអំពីការវិលត្រឡប់បាទការវិលត្រឡប់របស់ជនស៊ីវិលហ្នឹងគឺថៃថាជាសិទ្ធិនៅក្នុងការវិលត្រឡប់របស់ពួកគេវិញគឺមិនគួរប្រើសម្រាប់ការឃោសនានយោបាយទេហើយរដ្ឋាភិបាលកម្ពុជាត្រូវការពារប្រជាពលរដ្ឋភៀសសឹករបស់ខ្លួននឹងធានាជំរកស្បៀងទឹកនិងសេវាសុខភាពចឹងគាត់ថាមិនមែនជាការទទួលខុសត្រូវរបស់ថៃទេពីព្រោះនៅក្នុងជំហររបស់អង្គការសហប្រជាជាតិគឺគាត់ថាអ្នកទាំងអស់នោះស័ក្តិសមនឹងត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញជាសិទ្ធិជាមូលដ្ឋានដែលត្រូវមានជំរកមានស្បៀងអញ្ចឹងគាត់ថាគាត់បដិសេធចំណុចដែលខាងអង្គការសហប្រជាជាតិឲ្យត្រឡប់ទៅផ្ទះរបស់គាត់វិញហ្នឹងបែរជាគាត់បែរជាគាត់មកចោទកម្ពុជាថាជាអ្នកទទួលខុសត្រូវរឿងហ្នឹងវិញណាបាទហើយចំណុចទី4បាទចំណុចទី4ហ្នឹងគឺតកតងជាមួយនឹងរឿងពលករចំណាក់ស្រុកបាទចំណាក់ស្រុករបស់កម្ពុជាដែលរបាយការណ៍របស់អង្គការសហប្រជាជាតិហ្នឹងថាមានប្រមាណជា900,000នាក់ណាដែលវិលត្រឡប់ពីថៃមកវិញហ្នឹង
គឺលោកខាងក្រសួងការបរទេសថៃក៏ថាចំនួននេះគឺបូករួមទាំងពលករស្របច្បាប់និងខុសច្បាប់ដែលបានវិលត្រឡប់មកកម្ពុជាវិញនោះគឺបើជាការស្ម័គ្រចិត្តរបស់អ្នកទាំងនោះទេគឺពួកគេវិលត្រឡប់មកវិញតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជាគឺមិនមែនជាគោលនយោបាយដែលថៃបណ្ដេញអ្នកទាំងអស់នោះចេញពីប្រទេសថៃទេណាយ៉ាងគាត់បកស្រាយចឹងហើយចំណុចទី5ទៅលើបញ្ហាសិទ្ធិមនុស្សបាទគាត់ថាគឺថៃបញ្ជាក់ជាថ្មីនៅការបញ្ញាចិត្តរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិហើយជំរុញឲ្យមាននីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិបាទជាពិសេសគឺឲ្យអង្គការសហប្រជាជាតិនឹងគឺប្រកាន់ខ្ជាប់នៅឯករាជ្យភាពអព្យាក្រឹតភាពនិងផ្អែកទៅលើប្រភពដែលអាចជឿទុកចិត្តបាននិងអាចផ្ទៀងផ្ទាត់បានពីគ្រប់ភាគីអញ្ចឹងគាត់ចោទប្រកាន់ថាគឺអង្គការសហប្រជាជាតិនោះទៅទទួលយកព័ត៌មានតែពីម្ខាងពីកម្ពុជាហើយធ្វើសេចក្តីរាយការណ៍បែបនេះហើយចំណុចចុងក្រោយគឺខាងក្រសួងការបរទេសថៃគាត់បាននិយាយថាថៃគាត់ត្រៀមខ្លួនបាទត្រៀមខ្លួននៅក្នុងការកសាងទំនាក់ទំនងឡើងវិញគាត់ថាថៃគាត់ត្រៀមខ្លួនក្នុងការស្ដារទំនាក់ទំនងឡើងវិញជាមួយនឹងកម្ពុជាជាពិសេសគឺអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីកាត់បន្ថយភាពតានតឹងតាមរយៈយន្តការទ្វេភាគីប្រសិនបើកម្ពុជាបង្ហាញពីកិច្ចសហប្រតិបត្តិការពិតប្រាកដបាទកន្លែងហ្នឹងគឺគាត់និយាយតែមួយចំណុចដែលថាទាហានថៃនៅកន្លែងណាឈរជើងនៅកន្លែងហ្នឹងគឺក៏អត់បាននិយាយទៅដល់ចំណុចដែលថាសេចក្តីថ្លែងការណ៍រួមគឺរួមមានការឲ្យប្រើ JBC មកដោះស្រាយបញ្ហារឿងនោះមកហើយ GBC មកធ្វើការគ្នានៅថ្នាក់មូលដ្ឋានហ្នឹងផងដែរបាទអញ្ចឹងគឺគាត់និយាយតែពីរឿងឈរជើងនៅកន្លែងណាបាទហើយខ្ញុំឃើញមានការបកស្រាយខាងថៃហ្នឹងគឺបែបនិយាយបែបហ្នឹងណាបាទគាត់មិនបើទោះបីជាគាត់និយាយថាសេចក្តីថ្លែងការណ៍រួមហ្នឹងគឺគាត់គោរពតាមប៉ុន្តែអត់មានទាំងស្រុងទេបាទអញ្ចឹងនេះគឺជាអ្វីដែលជាការឆ្លើយតបរបស់ខាងក្រសួងការបរទេសរបស់ថៃចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិហើយឆ្លៀតក្នុងឱកាសហ្នឹងគឺខាងមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃដែលទើបតែទទួលបានលុយថ្មីបន្ថែមដើម្បីធ្វើការហ្នឹងក៏បានចេញសេចក្តីថ្លែងការណ៍រួមរបស់គេមួយទៀតដែរបាទរបស់ថៃមួយដែរគឺពាក់ព័ន្ធជាមួយនឹងយុទ្ធនាការបន្សាព័ត៌មានរបស់អង្គការសហប្រជាជាតិហើយនឹងធ្វើយុទ្ធនាការ70លានអ្នករបស់គេនឹងបាទគឺលោកប្រផាសដូចដែលមាននៅក្នុងរូបភាពហ្នឹងលោកប្រផាសសនឆៃឌីដែលជាប្រធានមជ្ឈមណ្ឌលព័ត៌មានរួមកម្ពុជាថៃហ្នឹងបាទសូមអធិស្ឋានដូចជាតឹងចំោះខ្លាំងមែនតើបាទសូមអធិស្ឋានផ្លែបាទលោកប្រផាសសុនចៃឌីប្រធានមជ្ឈមណ្ឌលព័ត៌មានរួមបានព្រមានថាព័ត៌មានមិនពិតឬក៏លំអៀងអាចបង្កឲ្យមានការយល់ច្រឡំជាសកលគឺថាអាចនឹងបង្កឲ្យការយល់ច្រឡំតែក្នុងរយៈពេលប្រហែលនាទីទេបាទដោយលោកបាននិយាយថាថៃនឹងឆ្លើយតបដោយបង្ហាញនៅការពិតដែលអាចផ្ទៀងផ្ទាត់បានមានឯកសារនិងមានរូបថតមិនមែនជាព័ត៌មានមិនពិតទេហើយបានជំរុញឲ្យអនុវត្តស្តង់ដារយុត្តិធម៌ដូចគ្នាចំពោះគ្រប់ប្រទេសបាទបានន័យថាជំរុញអង្គការសហប្រជាជាតិណាបាទលោកប្រផាសបានសង្កត់ធ្ងន់ថាចំនួនសម័យទំនើបត្រូវបានប្រយុទ្ធនៅលើវិស័យព័ត៌មានផងដែរគឺមិនត្រឹមតែនៅលើសមរភូមិទេបាទអញ្ចឹងគឺគាត់ផ្ដោតសំខាន់ថាសមរភូមិព័ត៌មានហ្នឹងគឺនៅសំខាន់ណាស់ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋថៃទាំង70លាននាក់បាទជួយផ្ទៀងផ្ទាត់និងចែករំលែកការពិតដោយនិយាយថាមនុស្សម្នាក់សម្លេងមួយការពិតមួយសម្រាប់ប្រទេសថៃបាទ70លានអ្នកគាត់ហ្នឹងគឺប្រហែលជាទាំងកូនងាកូនអីមកផលទៅចេញផ្សាយព័ត៌មានមកទាំងបើអញ្ចឹង70លានអ្នកហ្នឹងគឺអស់ហើយមែនទេមកទាំងកូនងាអីហ្នឹង2ឆ្នាំទៅចេះដែរក៏គាត់ឲ្យចេញមកផ្សាយព័ត៌មានដែរបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន The Nation ដកស្រង់ពីខាង
ភាគីថៃមកអញ្ចឹងខ្ញុំសូមជូនប៉ុណ្ណេះបាទសូមជូនប៉ុណ្ណេះអញ្ចឹងប្រិមត្តអ្វីដែលខាងថៃនោះគឺគាត់បានបាទសូមអធិស្ឋានថ្ងៃនេះអត់ស្រួលកំពុងកសោះតែម្ដងបាទបាទសូមអធិស្ឋានប្រិមត្តបាទអញ្ចឹងគឺសូមចាប់ប៉ុណ្ណឹងហើយព័ត៌មានអំពីប្រទេសថៃហើយឃើញមានខៅសូតនោះគាត់បានរាយការណ៍ផងដែរដោយផ្ដោតទៅលើជ្រុងនៃខាង scam ណាខាង scam ដោយដាក់ចំណងជើងធំពីរឿង scam នោះផងដែរប៉ុន្តែខ្ញុំសូមដកសងតែប៉ុណ្ណេះពីផ្ដោតទៅលើការឆ្លើយតបរបស់ខាងក្រសួងការបរទេសថៃទៅលើរបាយការណ៍របស់អង្គការសហប្រជាជាតិនេះបាទព័ត៌មានទី2គឺសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ណាបាទតាមការវិវត្តចុងក្រោយនេះគឺមកដល់ពេលនេះគឺលោកប្រធានាធិបតី Donald Trump បានថ្លែងថាលោកបានលុបចោលនៅផែនការក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយបាទដោយលោកទុកឱកាសឲ្យមានការចរចាគ្នាហើយបានបញ្ជាក់ថាគឺការចរចាហ្នឹងមានការវិវត្តយ៉ាងឆាប់រហ័សផងដែរដែលអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងហើយលោកបានលើកឡើងអំពីការរីកចម្រើននៅក្នុងការចរចាតាក់ទងជាមួយនឹងការបើកច្រកហូមូសឡើងវិញក៏ប៉ុន្តែខាងភាគីអ៊ីរ៉ង់នោះគឺមិនបាននិយាយអ្វីអំពីថាតើភាគីអ៊ីរ៉ង់ពិតជាបានស្នើសុំលោកត្រាំឲ្យផ្អាកការប្រយុទ្ធគ្នាយ៉ាងណាទេបាទក៏ប៉ុន្តែសារព័ត៌មានរបស់អ៊ីរ៉ង់បែរជាបាននិយាយរីកាដូចជាចំអកទៅដល់ប្រទេសទៅដល់លោកប្រធានាធិបតី Donald Trump ដោយពួកគេបានបដិសេធថាគឺមិនមានអញ្ចឹងទេគឺមិនមានការចរចាណាមួយដោយផ្ទាល់ឡើយបាទហើយក៏មិនដែលបាននិយាយអំពីកិច្ចព្រមព្រៀងអ្វីដែរនៅក្នុងការបើកច្រកហូមូសឡើងវិញនោះបាទទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ MES ហ្នឹងក៏បានរាយការណ៍ពីការដែលលោកប្រធានាធិបតី Donald Trump បានប្រកាសនឹងថាតកតងជាមួយនឹងការប៉ុនប៉ងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះទេបាទអញ្ចឹងនេះគឺជាប្រតិកម្មពីខាងអ៊ីរ៉ង់មកវិញហើយទៅលើជ្រុងការទូតបាទជ្រុងការទូតនឹងលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថាចំណាត់ការរបស់លោកនោះគឺកើតមានឡើងក្រោយពីប្រទេសអារ៉ាប៊ីសាអូឌីតគឺរាជទាយាទមូហាម៉ាត់ប៊ីនសាល់ម៉ាន់ហ្នឹងបានស្នើសុំឲ្យមានការបន្ធូរបន្ថយនៅភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាអញ្ចឹងដូច្នេះអត់មានការវាយប្រហារគ្នាទេទាំងខាងអ៊ីរ៉ង់ក៏អត់ឃើញមានការវាយប្រហារមកលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកហើយខាងសហរដ្ឋអាមេរិកក៏មិនបានវាយប្រហារទៅដែរនៅយប់ថ្ងៃអាទិត្យនេះបាទក្រោយពីការប្រកាសនឹងមកបាទហើយព័ត៌មានដែលជាការវិវត្តចុងក្រោយនោះគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានព្រមានពលរដ្ឋអាមេរិកាំងដែលកំពុងតែរស់នៅតំបន់មជ្ឈិមបូព៌ាហ្នឹងឲ្យពិចារណាចាក់ចេញពីតំបន់ហ្នឹងឲ្យបានឆាប់រហ័សបាទដោយសារតែមានភាពតានតឹងរវាងភាគីទាំងពីរហើយក្នុងពេលដែរសហរដ្ឋអាមេរិកត្រៀមដើម្បីវាយប្រហារក៏ប៉ុន្តែបើទោះបីជាមានការលុបចោលផ្អាកការវាយប្រហារនេះក៏ដោយក៏ពេលខ្លះគេថាដែនអាកាសនៅក្នុងតំបន់នោះគឺបិទម្ដងមកកាលដែរដូច្នេះអាចនឹងប៉ះពាល់ទៅដល់ការធ្វើដំណើរអញ្ចឹងហើយបើសិនជាពលរដ្ឋអាមេរិកអាចនឹងពិចារណាចាក់ចេញពីប្រទេសតំបន់នៅតំបន់មជ្ឈិមបូព៌ាបានគួរតែពិចារណាចាក់ចេញបាទនេះគឺជាការព្រមានពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍ពីខាងអ៊ុយក្រែនហើយនិងរុស្ស៊ីវិញម្ដងនៅថ្ងៃនេះគឺខាងអ៊ុយក្រែនបានបើកការវាយប្រហារដោយ drone យ៉ាងច្រើនផងដែរទៅតំបន់ជាច្រើនរបស់រុស្ស៊ីហើយក្នុងនោះគឺមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន2នាក់ផងដែរនៅក្នុងតំបន់ Volga River បាទនៅពេលយប់មិញដោយសារតែខាងអ៊ុយក្រែនបានវាយប្រហារចំឃ្លាំងផ្ទុកទំនិញរបស់ក្រុមហ៊ុន Valberry ដែលជាក្រុមហ៊ុនលក់អនឡាញរបស់ប្រទេសរុស្ស៊ីបាទនេះបើតាមការបញ្ជាក់របស់មន្ត្រីនៅក្នុងតំបន់នោះបានដឹងដោយឡែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញបាននិយាយថាខ្លួនបានបាញ់ទម្លាក់
drone របស់អ៊ុយក្រែននឹងចំនួន635 drone បាទពេញមួយយប់បាទចឹង635យើងលើកមុនយើងធ្លាប់ឃើញរុស្ស៊ីបាញ់ដាក់អ៊ុយក្រែន600 500 drone យើងថាច្រើនឥឡូវអ៊ុយក្រែនមានលទ្ធភាពក្នុងការបាញ់ drone រាប់រយទៅខាងរុស្ស៊ីវិញអញ្ចឹងបើតាមក្រសួងការពារជាតិរុស្ស៊ីគឺ635 drone បាទមួយយប់តែម្ដងប៉ុន្តែត្រូវបានរុស្ស៊ីបាញ់ទម្លាក់ហើយខាងអ៊ុយក្រែនក៏បានបើកការវាយប្រហារចំរោងចក្រឃ្លាំងផ្ទុកទំនិញរបស់ហាង Walberry បាទនៅក្នុងតំបន់សាម៉ារ៉ាហ្នឹងគឺឆ្ងាយគឺចូលទៅ800គីឡូ100គីឡូចូលជើទៅក្នុងទឹកដីរបស់រុស្ស៊ីឆ្ងាយពីព្រំដែនរបស់អ៊ុយក្រែនអញ្ចឹងដូច្នេះគឺដោយសារតែអ៊ុយក្រែនអាចផលិត drone ដែលអាចមានលក្ខណៈទំនើបកិច្ចប្រព័ន្ធការពាររបស់រុស្ស៊ីបានអញ្ចឹងហើយបានហោះបានឆ្ងាយទៀតគឺអាចវាយប្រហាររហូតដល់800គីឡូប្រិមិត្តនៅចាំបានទៀតនៅក្នុងពេលដំបូងនៃសង្គ្រាមនោះគឺអ៊ុយក្រែនសុំតែក្របដែលផ្លោងបានតែផ្ទឹម200គីឡូទេបាទប៉ុន្តែអាមេរិកអត់ហ៊ានឲ្យបាទឥឡូវអ៊ុយក្រែនគាត់ធ្វើ drone ខ្លួនឯងបាន3លុះពីព្រំដែនទៅដល់800គីឡូទៅដល់តំបន់នោះទៀតបាទនេះបើយោងតាមការបញ្ជាក់របស់លោកអភិបាលតំបន់សាម៉ារ៉ាបានបញ្ជាក់ថាគឺមានការឆេះឃ្លាំងនឹងដែរក៏ប៉ុន្តែលោកថានៅឃ្លាំងហ្នឹងគឺអត់មានអ្នកស្លាប់ទេគ្រាន់តែឆេះឃ្លាំងអញ្ចឹងទៅប៉ុន្តែទៅបានពលុតវិញហើយអគិភ័យដែលឆេះឃ្លាំងហ្នឹងទៅបានពលុតតាន់ពេលវេលាវិញបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទអញ្ចឹងសម្រាប់ប្រិមិត្តនៅបាទនៅថ្ងៃស្អែកព្រឹកណាអត់មានការផ្សាយទេព័ត៌មានបច្ចុប្បន្នភាពអាមេរិកណាខ្ញុំជាប់រវល់បន្តិចណាបាទអញ្ចឹងអរគុណច្រើនបាទប្រិមិត្តនៅចាំទទួលយកព័ត៌មានបើទោះបីជាយប់ហើយក៏ដោយបាទអញ្ចឹងសូមជម្រាបលាសិនណាបាទអញ្ចឹងមុននឹងជម្រាបលាសូមគួរសមអ្នកចូលក្រោយគេតិចមើល Turmeric Camp បាទគាត់ថាអាស្រ័យឈួតសតិហ្នឹងជាអ្នកបញ្ជាឲ្យទាហានវាយយើងបាទសួនកេងលោកគ្រូសួនកេងបាទជំរាបសួរលោកគ្រូអញ្ជើញចូលដែរបាទជំរាបសួរគ្រូបាទយកស៊ីមបើមានបងបាទសាណាក៏ជំរាបសួរលោកពូគោរពលោកពូដែលជ្រាបចែកមេព័ន្ធមានដែលសុខភាពមិនអំណោយផលក៏ដោយបាទអរគុណហ្នឹងបាទអត់ថ្ងៃនេះដល់អត់ស្រួលវិញចំពោះកំពង់កដូចអត់ស្រួលលេងតឹងចំពោះហ្មងហើយបាទសារ៉ារតនាបាទជំរាបសួរលោកកឹមសេងស្ដាប់ចង់មកហើយអរគុណចំពោះការចែករំលែកព័ត៌មានបាទអរគុណអត់អីទេបាទសូមស្ដាប់ឡើងវិញផងបាទបុនយ៉ាងគាត់ថាប្រកែកទៀតបើយូនគេមើលឃើញច្បាស់តែប៉ុណ្ណឹងហើយនៅប្រកែកទៀតបាទហ្នឹងជាការពិតខ្ញុំចង់និយាយចឹងដែរពេលហ្នឹងគឺ UN គាត់មិនទៅស្ដាប់របាយការណ៍ទេគឺគាត់ទៅជួបជនរងគ្រោះដោយផ្ទាល់បាទជនរងគ្រោះដោយផ្ទាល់តែម្ដងបាទចាំបានខ្ញុំនិយាយប្រាប់ប្រិមត្តថាលឺម្ដងពាក្យខ្មែរយើងតែនិយាយថាលឺ1000ដងមិនស្មើនឹងឃើញម្ដងណាពេលដែលយើងទៅដល់ហ្នឹងបានយើងបាទយើងមានអារម្មណ៍ផ្សេងហ្មងបាទទោះបីយើងឃើញផ្ទាល់ទោះបីគេនិយាយប្រាប់យើងយ៉ាងម៉េចក៏ដោយយើងមានការពិចារណារបស់យើងផ្សេងមកឧទាហរណ៍ដូចថាខ្ញុំនិយាយលេងតែបើសិនជាប្រជាពលរដ្ឋគាត់ចង់មកនិយាយកុហកយើងគេឲ្យនិយាយល្អនិយាយមិនក៏ដែរប៉ុន្តែក៏យើងស្ដាប់ការនិយាយយើងមើលស្ថានភាពជាក់ស្ដែងហ្នឹងទៅវាអាចខុសឬដូចតែការគាត់និយាយហ្នឹងគឺវាជាការពិតនៅក្នុងហ្នឹងតែម្ដងឧទាហរណ៍ដូចខ្ញុំបានជួបជាមួយនឹងលោកនាយកសាលានៅភូមិរងចាំហ្នឹងអញ្ចឹងគាត់និយាយចេញមកយើងដឹងថាគាត់ប្រឹងទប់អារម្មណ៍និយាយគាត់អារម្មណ៍ឈឺចាប់ប៉ុន្តែគាត់ខំនិយាយសាមញ្ញជាមួយយើងបាទចុងក្រោយជ័យចឹងឡើងគាត់សារភាពថាគាត់ប្រឹងទប់អារម្មណ៍និយាយជាមួយយើងចឹងបានបាទពេលដែលយើងទៅឃើញចឹងដូច្នេះលោក Tom Andrew គាត់ប្រាប់ពី emotional បាទ emotional ហ្នឹងគឺនឹងបើអ្នកធម្មតាយំចេញទឹកភ្នែកហួរណាបាទដូចខ្ញុំទប់មុខគាត់ហ្នឹងចេញមកក្រោយខ្នងគាត់ខ្ញុំស្រក់ទឹកភ្នែកបណ្ដោយហើយនេះគាត់អ្នកការទូតណាអ្នករីកាពិសេសអង្គការសហជីវជាតិដូច្នេះគាត់មិនអាចស្រក់ទឹកភ្នែកនៅមុខនឹងបានទេគាត់ត្រូវទប់ហើយប៉ុន្តែគាត់នៅតែនិយាយប្រើពាក្យថាគាត់ emotional ហ្នឹងគឺបានន័យថាគាត់ក្តុកក្តួលក្នុងអារម្មណ៍បើសិនជាគាត់ជាអ្នកសាមញ្ញបើស្រក់ទឹកភ្នែកច្រោកបាទអញ្ចឹងគឺបើប្រិមិត្តនៅកម្ពុជាមានឱកាសទៅឃើញតែផ្ទាល់អំពីស្ថានភាពរបស់ពួកគាត់គួរតែឆ្លៀតពេលហ្នឹងបាទទោះបីជាមិនបានយកអ្វីជូនពួកគាត់ក៏ប៉ុន្តែឆ្លៀតមើលកន្លែងណាគេអាចអនុញ្ញាតឲ្យចូលបានចូលពីព្រោះជំរុំមួយចំនួនកន្លែងមួយចំនួនគឺគេអត់ហាមឲ្យខ្ញុំទៅហ្នឹងទៅតែគ្នាខ្ញុំប្រហែលនេះជាជីទៅវិញផ្លូវផងអីផងចូលទៅដល់ឃើញទៅបាទឃើញស្ថានភាពជាក់ស្ដែងបាទលោកលៀងគាត់ថាមិនចង់មិនសាបសមុទ្របាទហ្នឹងហើយបាទអញ្ចឹង
ឥឡូវថៃក៏ដាក់យុទ្ធនាការ70លានអ្នកយើងយុទ្ធនាការយើងវិញដែរទៅបាទសង្ឃឹមថាมันមានខ្មែរយើងណាអាចនឹងនិយាយផ្ដេសផ្ដាស់អីដែលជាការមួយបំរើទៅដល់ផលប្រយោជន៍របស់ថៃគឺបាទយើងនិយាយឡើងវិញអំពីការលំបាកពីព្រោះនៅក្នុងព័ត៌មានហ្នឹងគឺគាត់អំពាវនាវឲ្យប្រជាពលរដ្ឋថៃរបស់គាត់ហ្នឹងគឺត្រូវយកថតរូបថតអីមកនិយាយមកគាត់ឲ្យធ្វើសកម្មភាពច្រើនណាបាទដែលយកមកនិយាយបង្ហាញផុសតាងផុសអីហ្នឹងយុទ្ធនាការរបស់គាត់ហ្នឹងបាទមើលគាត់ថាពួកគេហ្នឹងគឺចាប់ផ្ដើមណាចាប់ផ្ដើមចែករំលែកនៅដំណើររឿងរបស់គេហ្នឹងហើយបកប្រែព័ត៌មានអីហ្នឹងក៏ដោយពន្យល់ការពិតហ្នឹងទៅអ្នកដទៃទៀតបាទគាត់ឲ្យប្រើច្រើនណាស់បាទដើម្បីធ្វើយុទ្ធនាការហ្នឹងណាគាត់ថាលោកប្រផាសបានទទួលស្គាល់ថាប្រទេសថៃមកគឺមិនមានគោលបំណងណានៅក្នុងកាសែតបានកកប៉ុស្តិ៍ខ្ញុំសូមអានThe Nation ខ្ញុំសូមអានកន្លែងហ្នឹងគាត់ថាប្រទេសថៃបានទទួលស្គាល់ថាថៃមិនមានគោលបំណងនៅក្នុងការធ្វើប្រើក្រុមហ៊ុន lobby អន្តរជាតិឲ្យបានច្រើននោះទេក៏ប៉ុន្តែបាននិយាយថាគឺថៃមានប្រជាពលរដ្ឋ70លាននាក់ដែលអាចជួយបញ្ជូនសារអំពីការពិតតាមរយៈការបង្ហោះសារការពន្យល់និងការចែករំលែកព័ត៌មានណាដែលថាមានការទទួលខុសត្រូវចឹងគាត់ឲ្យចែករំលែកព័ត៌មានពីប្រភពដែលរបស់គាត់បញ្ចេញឲ្យចែករំលែករឿងហ្នឹងផងហើយគាត់ថាគឺការខិតខំប្រឹងប្រែងរួមគ្នានេះគឺជាការមួយបង្ហាញថាជាការធ្វើការផ្សព្វផ្សាយជាសាធារណៈដែលលុយមិនអាចទិញបាននោះទេបាទគាត់ថាអញ្ចឹងដូច្នេះគាត់លើកទឹកចិត្តប្រជាពលរដ្ឋឲ្យចាប់ផ្ដើមចែករំលែកនៅព័ត៌មានរឿងណាដែលគេនិយាយមកដែលគេអាចផ្ទៀងផ្ទាត់ជាការពិតបានហ្នឹងគឺទៅចែករំលែកមិនបាច់ប្រើអារម្មណ៍ emotional និយាយអំពីរឿងនោះទេបាទគឺត្រូវមានផុសតាងមានការពិតមានហេតុផលអីក្នុងការចែករំលែករឿងផ្ទាល់ខ្លួនរបស់ពួកគេផងដែរបាទអញ្ចឹងបានន័យថាគាត់ឲ្យប្រជាពលរដ្ឋគាត់នៅតំបន់ជាដែរហ្នឹងក៏ចែករំលែកផងដែររឿងផ្ទាល់ខ្លួនគេយ៉ាងម៉េចឃើញយ៉ាងម៉េចឲ្យចែករំលែកអញ្ចឹងបាទអញ្ចឹងគឺប្រជាពលរដ្ឋកម្ពុជាយើងក៏ទៅអញ្ចឹងដែរបាទយើងទៅសម្ភាសជនភៀសសឹកម្នាក់ដាក់ដែរហើយទិសស្លោករបស់គាត់គឺ one person one voice one fact for Thailand បាទគឺពលរដ្ឋថៃម្នាក់ឬក៏មនុស្សម្នាក់សម្លេងមួយការពិតមួយសម្រាប់ប្រទេសថៃបាទអញ្ចឹងនេះគឺជាអ្វីដែលថៃលើកឡើងណាបាទអញ្ចឹងសូមឆ្លើយជាមួយនឹងប្រិមិត្តតាមប៉ុណ្ណេះបាទបាទអញ្ចឹងសូមអរគុណណាអរគុណប្រិមិត្តច្រើនបាទអញ្ចឹងនៅកម្មវិធីបច្ចុប្បន្នភាព